ក្រោយពីបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជាដែលខុសច្បាប់ថៃកំពុងបង្វែរស្ថានភាពដោយទាញចំណាប់អារម្មណ៍អន្តរជាតិឲ្យងាកត្រឡប់ទៅលើការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកនៅលើទឹកដីកម្ពុជាដោយដែលពួកគេបានអះអាងពីមុននិងយកលេសឈ្លានពានកម្ពុជាសកម្មភាពចុងក្រោយរបស់ពួកគេគឺតាមរយៈការដឹកនាំមន្ត្រីស៊ើបអង្កេតរបស់អាមេរិក SBI និងអនុព័ន្ធយោធាបរទេសមកពីប្រទេសចំនួន20ទៅមើលសន្តាគារដែលពួកគេចោទថាជាមជ្ឈមណ្ឌលបោកប្រាស់នៅតំបន់អូស្មាច់ខេត្តរតនមានជ័យកាលពីថ្ងៃទី2ខែកុម្ភៈម្សិលមិញមួយផ្នែកនៃតំបន់អូស្មាច់បច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់យោធាថៃដែលខុសច្បាប់បន្ទាប់ពីមានការវាយប្រហារសង្គ្រប់នៅម៉ោងចុងក្រោយមុនបទឈប់បាញ់នាថ្ងៃត្រង់ថ្ងៃទី27ខែធ្នូប្រព័ន្ធផ្សព្វផ្សាយថៃ The Nation បានរាយការណ៍ថាដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយលោកធឺរណាន់ណាន់ដាងខ្វាងអគ្គនាយកនាយកដ្ឋានស៊ើបអង្កេតកងទ័ពភូមិន្ទថៃខណៈពេលដែល The Nation អះអាងថាដំណើរទស្សនកិច្ចនេះទៅកាន់ច្រកទ្វារព្រំដែនជាំប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតគឺ Thai Inquirer បានទទួលស្គាល់ថាដំណើរទស្សនកិច្ចនេះបានធ្វើឡើងទៅកាន់កាស៊ីណូ Royal Hill នៅអូស្មាច់ខេត្តរតនមានជ័យរបស់កម្ពុជាទោះជាយ៉ាងណាក៏ដោយលោកធឺរណាន់ណាន់ហាន់ខ្វាងបានទទួលស្គាល់ថាកងទ័ពថៃបានគ្រប់គ្រងទឹកដីកម្ពុជាប្រហែល100 រ៉ៃឬស្មើទៅនឹង 16,000 ម៉ែត្រការ៉េនៅលើទីតាំងតំបន់នេះលោកធឺរណាន់បានប្រកាសថាការគ្រប់គ្រងតំបន់នេះនាពេលអនាគតនឹងត្រូវបានចរចាតាមរយៈយន្តការទ្វេភាគីរួមមាន JBC និង GBC ប៉ុន្តែលោកបានបញ្ជាក់ថាកងកម្លាំងថៃនឹងរារាំងភាគីកម្ពុជាមិនឲ្យចូលទៅកាន់តំបន់នេះទេហើយភាពមិនច្បាស់លាស់នេះនឹងបន្តរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថាតំបន់នេះគឺជាទឹកដីកម្ពុជាមិនមែនជាផ្នែកមួយនៃស្រុកកាប់ជើងនៅក្នុងខេត្តសុរិនទ្ធរបស់ថៃដោយដែល The Nation បានអះអាងនោះទេមន្ត្រីរូបនេះបានបញ្ជាក់ថាបន្ទាប់ពីគ្រប់គ្រងតំបន់នេះដែលខុសច្បាប់ក្រោយពីបទឈប់បាញ់នោះកងទ័ពថៃកំពុងអនុវត្តគោលការណ៍ Fait Accompli ឬការបង្កើតស្ថានភាពថ្មីនៅនឹងកន្លែងអនុវត្តច្បាប់ថៃមកលើប្រទេសកម្ពុជានិងបង្វែរការចាប់អារម្មណ៍ពីការកាន់កាប់ដោយខុសច្បាប់របស់ពួកគេទៅផ្ដោតលើការចោទប្រកាន់ពីការឆបោកតាមអនឡាញលោកបានថ្លែងដូចនេះថាកម្ពុជាគ្រប់គ្រងយ៉ាងពេញទំហឹងនៅកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតការឆ្លងដែននិងការជួញដូរមនុស្សក្នុងប្រតិបត្តិការបោកប្រាស់ទោះជាយ៉ាងណាក៏ដោយកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយយោធាថៃនៅលើអធិបតេយ្យភាពរបស់កម្ពុជាដែលអះអាងថាជាការអនុវត្តច្បាប់លោកបន្តទៀតថាអូស្មាច់គឺជាច្រកទ្វារព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលបានព្រមព្រៀងរភាគីទាំងពីរការដាក់វត្តមានមន្ត្រីយោធាបរទេសនៅទីនោះគឺជាភស្តុតាងយ៉ាងច្បាស់ដែលថាទាហានថៃពិតជាបានឈ្លានពាននិងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អ្នកស្រុកម្នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាច្រកអូស្មាច់មិនមានការប្រយុទ្ធគ្នានៅក្នុងអំឡុងពេលខែកក្កដាហើយសូម្បីតែនៅក្នុងខែធ្នូក៏មិនមានអ្វីកើតឡើងធ្ងន់ធ្ងរផងដែរទើបតែនៅថ្ងៃបទឈប់បាញ់គឺថ្ងៃទី27ខែធ្នូទេដែលយោធាថៃវាយសង្គ្រោះទៅលើតំបន់នេះយោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបច្ចុប្បន្នយោធាថៃកំពុងកាន់កាប់ទីតាំងយ៉ាងតិចចំនួន14កន្លែងនៅក្នុងខេត្តរបស់កម្ពុជាចំនួន4រួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់លោកកិនភីនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថាការនាំមន្ត្រីយោធាបរទេសនិងមន្ត្រី SBI របស់អាមេរិកទៅទស្សនាតំបន់ទឹកដីរដ្ឋអធិបតេយ្យភាពមួយទៀតគឺជារឿងខុសច្បាប់ដោយមិនរាប់បញ្ចូលថាតើទស្សនកិច្ចនេះធ្វើឡើងទៅកាន់មជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដោយថៃចោទប្រកាន់ឬយ៉ាងណានោះទេលោកថ្លែងទៀតថាប្រទេសថៃគ្មានអំណាចក្នុងការគ្រប់គ្រងឬនាំប្រតិភូបរទេសចូលធ្វើអ្វីនៅក្នុងទឹកដីកម្ពុជានោះទេនេះជាការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរព្រមទាំងកិច្ចព្រមព្រៀង5ចំណុចដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបឹងហ្វូសៀនក្នុងប្រទេសចិននេះក៏ជាការរំលោភបំពានទៅលើធម្មនុញ្ញអាស៊ាននិងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរដែលហាមប្រាមការកាន់កាប់ដោយខុសច្បាប់នៃប្រទេសមួយទៀតលោកកិនភីបានជំរុញឲ្យក្រសួងការបរទេសក្រសួងការពារជាតិព្រមទាំងលេខាធិការដ្ឋានគណៈកម្មការកិច្ចការព្រំដែនធ្វើការតវ៉ាជាសាធារណៈចំពោះសកម្មភាពបែបនេះដែលបានធ្វើឡើងដោយប្រទេសថៃលោកថ្លែងថាប្រទេសថៃកំពុងបង្កើតគោលការណ៍ Fait Accompli គឺជាការបង្កើតធម្មតាថ្មីនៅលើដីដើម្បីអះអាងថាតំបន់នោះជាតំបន់របស់ពួកគេការនេះត្រូវបានបដិសេធទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា